មានបងប្អូនណាខ្លះនៅពេលដែលឃើញមេឃងងឹតសប្បាយចិត្តដូចជាខ្ញុំពេលចេញពីធ្វើការនេះដោយសារតែនេះអាវភ្លៀងនេះដែលខ្ញុំទិញរាប់ខែមកហើយមិនទាន់បានប្រើទេសប្បាយចិត្តជាខ្លាំងនៅពេលដែលឃើញមេឃងងឹតហ្នឹងហើយដល់ពេលហើយចេះតែជិះយូរទៅវាមេឃវាអត់មានភ្លៀងសោះអញ្ចឹងក៏ខ្ញុំមានការខកចិត្តជាខ្លាំងដែលខ្ញុំមិនបានប្រើអាវភ្លៀងរបស់ខ្ញុំដែលខ្ញុំទិញហ្នឹងរាប់ខែហើយបាទទិញទុកជាប់ម៉ូតូរហូតតែពីមុនវាភ្លៀងពេកជាប់រាល់ថ្ងៃពេកខំទិញទុកដល់ពេលទិញទុកវាអត់ភ្លៀងសោះអត់ដែលបានប្រើទេអញ្ចឹងខកចិត្តលើកទី1វីដេអូហ្នឹងមានការខកចិត្ត2លើកអញ្ចឹងទៅមុខទៀតយើងមានការខកចិត្តមួយលើកទៀតហ្នឹងហើយតែខកចិត្តលើកទី2នោះចង់និយាយថាមេឃភ្លៀងហើយប៉ុន្តែដំបូងឡើយខ្ញុំថាលាងម៉ូតូដល់ពេលគិតថាលាងម៉ូតូឃើញមេឃរកភ្លៀងថាអត់លាងវិញអញ្ចឹងថាសល់លុយ5000ទៀតហើយដល់ពេលមេឃអត់ភ្លៀងអញ្ចឹងក៏សម្រាប់ចិត្តលាងម៉ូតូវិញហ្នឹងហើយដល់ពេលអញ្ចឹងទៅសម្រាប់ចិត្តលាងម៉ូតូវិញអាលុយ5000ហ្នឹងក៏អត់សល់ទៀតលាងផងសពផងទៅអស់4500សល់តែ500ជិះយូរទៅភ្លៀងក៏មិនភ្លៀងអាវភ្លៀងnó ក៏មិនបានប្រើថាសល់លុយ5000ញ៉ាំកាហ្វេស្អែកទៀតហើយអត់សល់លុយលីងហ្នឹងហើយជិះទៅយូរទៅកាន់តែយូរទៅនឹងមេឃហ្នឹងវាភ្លៀងអត់ខំត្រៀមអាវភ្លៀងហើយថាបានសល់លុយ5000ហើយចុងក្រោយខកចិត្តទាំងពីរអាវភ្លៀងក៏មិនបានប្រើ5000nóក៏អត់សល់ចឹងហើយជីក៏មកដល់កន្លែងលាងម៉ូតូហ្នឹងហើយអស់លុយមើសល់500លាងហើយសពទៀតសល់តែ500ហ្នឹងទៅដល់ផ្ទះវិញហ្នឹងហើយបងប្អូនមានតែប៉ុណ្្នឹងទេវីដេអូហ្នឹងបាទអរគុណច្រើនបង